lỡ đăng thà bị phục lục đây đó bên mơ tới tiết ra bông ôn khơi chi vật đóประกอบដោយភាពនឿយណាយដែលខ្ញុំនិយាយថាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតជាទុក្ខអរិយសច្ចៈទី1ដែលជាធម៌អ្នកត្រូវកំណត់ដឹងកុំថាមនុស្សដែលកំពុងតែរងទុក្ខឧទាហរណ៍ថាគេមលោកដីធ្លីប្រត់ប្រាស់កូនប្រពន្ធអត់បាយអត់ទឹកស៊ីដែលយើងហៅថាមនុស្សមានទុក្ខសូម្បីតែឃើញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឃើញគេអ្នកមានឃើញគេគ្មានវិឡាខ្ញុំមើលទៅឃើញតែកណោកប់ខ្មោចបើមួយឆ្នាំវាមិនរលាយទេផ្ទះថ្មហ្នឹង2ឆ្នាំបើ2ឆ្នាំមិនរលាយទេ100ឆ្នាំបើ100ឆ្នាំមិនរលាយទេ1000ឆ្នាំគ្រួសារដែលសោយក្អាកក្អាយហ្នឹងតិចទៀតទៅជាធ្នូខ្មោចទាំងអស់មើលសពមើលគ្រប់ម៉ែអាធុញបងប្អូនធុញអត់មានចិត្តចង់បានអីពីគេទេបងប្អូនមានតែចិត្តចង់ជួយគេហើយនឹងស្អប់មនុស្សអាក្រក់ដែលមកធ្វើបាបមនុស្សល្អអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាពេលដែលខ្ញុំចាប់ដើមធ្វើនយោបាយបងប្អូនខ្ញុំមានអារម្មណ៍ថាដៃខ្ញុំមួយកាន់ដាវកាប់ពួកអាឈាមឆ្កែដែលធ្វើបាបប្រជាប្រដ្ឋដែលស្លូតត្រង់ប្រជាប្រដ្ឋស្លូតត្រង់ទុកដូចជាកូនចៅចឹងអោបហើយដៃមកខាងលូកកាប់ពួកអាឈាមឆ្កែដែលមកប្រឡប់ប្រជាប្រដ្ឋបាទខ្ញុំក្តៅណាស់បងប្អូនខ្ញុំដេកអត់បានទេខ្ញុំក្តៅណាស់គេថាឲ្យខ្ញុំវិញគេថាអ្នកធរអីក្តៅខ្លាំងម៉េះខ្ញុំថាខ្ញុំណាបឋិជនអ្នកដែលសម្ដែងធរសពថ្ងៃហ្នឹងក៏បឋិជនមិនមែនលោកមិនក្តៅទេគ្រាន់តែលោកធ្វើជាមិនក្តៅបើបងប្អូនចូលចិត្តបន្តិចមើលរួចហើយនិយាយទៅតឹងលោកនិយាយចាក់លោកនិយាយឆ្កោះឆ្កៀលលោកក្តៅដល់ពេលយូរទប់ម្បានណាហៀកលេសចេញពីកលៀនមកហើយបែកហ្វឺទៅហូរប្រេងមកឥឡូវហ្នឹងបឋិជនទាំងអស់សិតតសល់កលេសទាំងអស់បឋិជនអត់មានបឋិជនណាអត់កលេសទេបងប្អូនព្រះសម្មាសម្ពុទ្ធទាំងកាលនៅជាបរមពុទ្ធិសត្វអូយម៉ែអាថ្លែងសក្តៅអានេះក្តៅអានោះបាញ់អានេះបាញ់អានោះការពារគេណាក្នុងនាមជាបឋិជនទាំងអស់សិតតែនៅមានកលេសទាំងអស់ប៉ុន្តែមនុស្សល្អគឺក្តៅនឹងអំពើអាក្រក់ប៉ុន្តែក្តៅដូចគ្នាកុំថាបឋិជនរួចអស់កលេសប្រសង់អ្នកទេសនាធម៌ធ្វើផ្អែមហ្នឹងណាធ្វើទេបងប្អូនចូលទៅចិត្តតែចាក់បន្តិចមកបំហៀព្រេងមកឡើយបែកបដាងបែកបូមបែកហ្វឺតហៀព្រេងខ្មៅអ៊ូញមកឡើយទៅដល់វត្តវិញជេរយើងចិត្តងាប់ប៉ិនវាជាប់សិលលោកមិនហ៊ានជេរទេអញ្ចឹងបានខ្ញុំថាឥឡូវសមាជិក LDP នេះយល់ចូលទៅចាក់កលេសរបស់អ្នកទេសនាធំដែលគេធ្វើសម្លេងមញែកហ្នឹងណាដាក់ប៉ាំងទៅក្តៅដូចតែយើងអញ្ចឹងបងប្អូនហេតុអីបឋិជនប៉ុន្តែបងប្អូនណាទោះបីបឋិជនក៏នៅតែបែងចែកជាពីរមានមនុស្សល្អមានមនុស្សអាក្រក់ប៉ុន្តែទាំងសងខាងសិតតែមានកិលេសដូចគ្នាព្រោះយើងជាបឋិជនគ្មានបឋិជនមួយណាអត់មានកិលេសទេព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅបរមពុទ្ធិសត្វក្នុងដំណើរសន្សំកុសលคล้ายជាព្រះសម្មាសម្ពុទ្ធមិនព្រះអង្គជាបឋិជនព្រះអង្គបាញ់គេធ្វើបាបអំពើអាក្រក់ដល់ពេលយូរទៅអាដំណើរហ្នឹងជាដំណើរទៅរកព្រះសម្មាសម្ពុទ្ធដំណើរយើងហ្នឹងដំណើរកំចាត់អំពើអាក្រក់មិនដើម្បីខ្លួនឯងទេដើម្បីសង្គ្រោះនៅល្អដំណើររបស់ព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅបរមពុទ្ធិសត្វហ្នឹងហើយគេនិយាយទៅអូយយើងអ្នកផ្សាយធម៌អីក៏ក្តៅកាហាយម៉េះលោកក៏ក្តៅដែរប៉ុន្តែគ្រាន់តែលោកមិនហ៊ានបញ្ចេញឲ្យយើងដឹងបងប្អូនស្គាល់កិលេសកិលេសចូលតាមតណ្ហាកិលេសចូលតាមចំណង់បងប្អូនណាពេលណាបងប្អូននិយាយបងប្អូនសម័យទៅរកអាស្អីដែលគេគូបច្ចៈហ្នឹងឧបមាគេនិយាយពីដាតភ្លើងបងប្អូនសម័យទៅរកដាតភ្លើងហ្នឹងណាសម័យទៅគេនិយាយពីចិត្តណាបងប្អូនត្រូវសម័យទៅចិត្តហ្នឹងក៏មកឡែងនិយាយរួចហើយអត់មានការសម័យក្នុងខួរក្បាលចេះតែនិយាយចិត្តស្អាតផុតផង់ចិត្តស្អាតផុតផង់អត់ស្អាតបានទេបងប្អូនចិត្តបឋិជនអត់ស្អាតបានទេបងប្អូនណាតើចិត្តរបស់យើងរង្គើបញាប់ញ័រនៅពេលណាបងប្អូនចិត្តរបស់យើងរង្គើបញាប់ញ័រនៅពេលកិលេសងើបឧទាហរណ៍ថាទឹកពីងដូចចិត្តចឹងបឋិជនទាំងអស់សិតតែមានត្រីនៅក្នុងពីងទាំងអស់ទី1គឺប្រភេទត្រីខុសគ្នាអ្នកខ្លះវាមានកិលេសតណ្ហានិងស្រីខ្លះមានកិលេសតណ្ហានិងកិត្តិយសអាខ្លះមានកិលេសតណ្ហាកិត្តិយសផងស្រីផងមុខមាត់ផងតំណែងទួនាទីផងកិលេសវាច្រើនពីព្រោះត្រីវាផ្សេងគ្នាត្រីទក់ពេលងើបឡើងផូលយើងដឹងថានេះមាត់ត្រីទក់អានេះមាត់ត្រីកាភ្លៀងសួរថាហេតុអីបានមាត់វាខុសគ្នាពីព្រោះប្រភេទត្រីវាខុសគ្នាកិលេសតណ្ហារបស់បុគ្គលម្នាក់សន្សំគឺតាមរយៈនៃការគិតអីចូលនឹងបើមួយថ្ងៃអង្គុយទៅមុខផ្ទះមើលតែស្រីហ្នឹងបើមិនចូលអានោះ
បើមួយថ្ងៃគួយមកផ្ទះគិតតែរឿងឆ្នោតហ្នឹងវាមិនចូលដល់ហ្នឹងអាកន្លះទៀតវាអត់ជាប់ទេឆ្នោតហ្នឹងវាទៅជាប់រឿងរបស់វាផ្សេងនោះពួកវាចូលតែថៃកព្រៀងប៉ុន្តែជួនកាលទឹកនឹងស្ងប់ដែរណាបងប្អូនហេតុអីបានស្ងប់ថាថៃកព្រៀងក៏វាដេកថៃទួក៏វាដេកទៅទឹកពីងហ្នឹងក៏វាស្ងប់ទៅនេះធម្មតាសប្ងៃចឹងគាត់ស្ងប់ហ្នឹងមិនមែនអស់កិលេសទេថៃទួវាដេកដល់ពេលយើងទៅចាក់ថៃទួវាឃើញចំណៃពួកគាត់ចង់ឲ្យគេទៅសើឯកិលេសគាត់ចង់ឲ្យយើងទៅសើដល់ពេលយើងទៅចាក់រុកថៃទួវាងើបមកគាត់មិនស្ងប់កើតបើពុតលោកវិបស្សនាជោគយកថៃអស់ដល់ជោគយកថៃអស់ទោះបីយើងទៅដេញដោចាក់រុកពុទ្ធមិនក៏ដោយចិត្តនឹងវាអត់មានរង្គើបញាប់បានទេព្រោះវាអស់កិលេសតណ្ហាសួរថាកិលេសតណ្ហានឹងចូលតាមណាថាចូលតាមការគិតសពថ្ងៃបងប្អូនស្រឡឹងមកខ្ញុំហេតុអីបានបងប្អូនចាំពីព្រោះវាថតចូលក្នុងខ្លួនបងប្អូននេះកាមេរ៉ាថតដែរបងប្អូនហេតុអីបានកាមេរ៉ានឹងវាថតហើយពេលទៅផ្ទះចាក់ឃើញបងប្អូនមកពីវាថតជាទិន្នន័យជាហ្វ្រេកង់ញ័រអញ្ចឹងប៉ុន្តែកាមេរ៉ាថតបានតែពីរថតបានតែរូបហើយនឹងសម្លេងដល់ពេលបងប្អូនថតរូបផងថតសម្លេងផងថតក្លិនផងថតតាមការប៉ះពាល់តាមរាងកាយផងវិញ្ញាណទាំង5របស់បងប្អូនថតទាំងអស់កាមេរ៉ាថតបានតែពីរតែរូបហើយនឹងសម្លេងទៅដល់ផ្ទះចាក់ឃើញបងប្អូនទៅដល់ផ្ទះដេកទៅវិញគិតហ្មងគិតទៅឃើញដៃខ្ញុំលើកទៅធ្វើចេះអានោះភ្នែកវាថតតែជាបងប្អូនចាំពាក្យខ្ញុំដែលខ្ញុំនិយាយអានោះវាចូលទៅក្នុងចិត្តអាចិត្តហ្នឹងដូច memory ដែលបងប្អូនទិញមកពីផ្សារដល់ពេលបងប្អូនយកមកសោកដាក់ក្នុងចិត្តផ្លុករួចហើយថតតាមភ្នែកទៅចូលក្នុង memory ហ្នឹងអាទិន្នន័យចូលហ្នឹងហើយគេហៅកិលេសតណ្ហាដល់ពេលបងប្អូនទៅវិបស្សនាយកអានឹងចេញដល់ហើយអានឹងចេញអស់ទៅទឹកពីងហ្នឹងវាអត់មានត្រីដល់អត់មានត្រីពីណាទៅចាក់ទៅរកអីវាអត់អង្គើអញ្ចឹងបានខ្ញុំសួរថាតើចិត្តអង្គើនៅពេលណានៅពេលដែលកិលេសតណ្ហាវាងើបមកហើយប្រសងសពថ្ងៃលោកធ្វើជាស្ងប់ថៃទួថៃអីនៅក្នុងហ្នឹងពួកលោកជាបឋមជននឹងទាន់វិបស្សនាដាច់ណាប៉ុន្តែលោកធ្វើជាដាច់ដល់ពេលយើងទៅចាក់ទៅរកថៃនឹងវាលោតមកកិលេសរបស់លោកក៏ខ្លាំងជាងយើងទៀតផងដល់ពេលយើងទៅចាក់សាកមើលលោកផ្ទុះកិលេសមកខ្លាំងជាងយើងទៀតបងប្អូនអញ្ចឹងហើយបាននៅមុខយើងបងប្អូនធ្វើសងំប៉ុន្តែទៅដល់កត់វិញទៅមើលទូរស័ព្ទលោកសឹកតែរូបស្រីស្អីមើលដូចតែយើងអញ្ចឹងហេតុអីថាមនុស្សហ្នឹងបងប្អូនដោះតែស្បំទៅពោយើងហ្នឹងដោះតែខោអាវសយើងហ្នឹងនៅតែមានដូចគ្នាមានអាចចំណងផ្លូវភេទលក្ខណៈដូចតែគ្នាហ្នឹងមានអីខុសធម្មតាធ្វើមញែកហ្នឹងក៏ដូចតែគ្នាមួយយើងហ្នឹងតែចឹងនៅក្នុងកត់តែចឹងដូចតែយើងពួកអីថាបឋមជនអូយហើយយាយសុទ្ធតែព្រះអរហន្តហើយសាពះបើមិនទាន់យកកិលេសតណ្ហានៅក្នុងចិត្តបានផងហ្នឹងដូចតែយើងអញ្ចឹងបងប្អូនអញ្ចឹងសួរថាតើបើវាដូចតែគ្នាអញ្ចឹងមនុស្សចាំបាច់បែងចែកធ្វើអីអត់ទេមនុស្សខ្លះមានកិលេសតណ្ហាមែនដោយព្រះសម្មាសម្ពុទ្ធកាលពីព្រះអង្គនៅជាបរមពោធិសត្វប៉ុន្តែកិលេសតណ្ហារបស់លោកសុទ្ធតែគុណធម៌ក៏កិលេសដែរបងប្អូនណាចិត្តមនុស្សដែលចង់ជួយគេក៏តណ្ហាដែរប៉ុន្តែតណ្ហានៅខាងល្អអញ្ចឹងបានទោះបីមានតណ្ហាដូចគ្នាក៏ដោយក៏បែងចែកថាមនុស្សល្អនិងមនុស្សអាក្រក់បានដែរមិនមែនមនុស្សល្អអស់តណ្ហាណាមនុស្សល្អក៏មានកិលេសតណ្ហាដែរអាត្រង់ចំណុចហ្នឹងដែលគេនិយាយថាអ្នកផ្សាយធម៌អីខ្ញុំហ្នឹងនិយាយខ្លាំងដើរជេរគេស្ដីឲ្យគេខ្ញុំថាអាស្ដីឲ្យគេហ្នឹងខូចឈ្មោះពីណាគេបើចុះនរកចុះពីណាគេថាចុះវាសនាឯងហ្នឹងខ្ញុំថាបើចុះខ្ញុំអត់អីទេបើប៉ះពាល់ដល់គេប្រាប់ខ្ញុំផងបើថាខ្ញុំជេរអញ្ចឹងទៅអាលួយស្បែកគេជេរអញ្ចឹងទៅភ្លើគេអស់បើជេរអញ្ចឹងទៅដួលផ្ទះគេបើជេរអញ្ចឹងទៅលប់គេអស់អានឹងប្រាប់ខ្ញុំផងបើប៉ះពាល់ដល់គេប្រាប់ខ្ញុំផងប៉ុន្តែបើប៉ះពាល់ដល់ខ្ញុំទេថាបើជេរអញ្ចឹងទៅធ្លាក់នរកមិនបាច់ប្រាប់ខ្ញុំទេមិនបាច់ទេបើប្រាប់ថាណែបើយើងនិយាយច្រើនពេកអញ្ចឹងអត់បានដេកបានពួនអញ្ចឹងជីវិតរបស់យើងខ្លីគ្មានពេលសម្រាប់ជួយគេទេប្រយ័ត្នងាប់ខាន់ជួយគេអូខេខ្ញុំគិតដែរពីព្រោះខ្ញុំចង់ទុកជីវិតដើម្បីជួយគេប៉ុន្តែបើគ្រាន់តែរឿងខ្ញុំសុទ្ធមិនបាច់ប្រាប់ទេបងប្អូនសម័យមើលតើខ្ញុំអាក្រក់អត់ហើយខ្ញុំអាក្រក់អត់គិតខ្លួនឯងទេជីវិតរបស់យើងមិនទាំងគិតផងអូនខ្ញុំអាក្រក់យកតែជីវិតរបស់យើងហ្នឹងទៅជួយគេអាក្រក់ឧទាហរណ៍ថាគេទៅវត្តគេថាមនុស្សម្នាក់ដល់ពេលបុណ្យប្រជុំត្រូវយកបាយទៅវត្តបានឡើងឋានសួគ៌នាំគ្នាសម្រុកទៅទាំងអស់ដល់ពេលយើងយកបាយទៅវត្តដែរទៅដល់កណ្ដាលផ្លូវឃើញអ្នកក្រនិយាយពីសុំទានតាមផ្លូវឲ្យល្ងោក
chất dương á vì là o khlang pe nha thom mình bán ao cái gì mà cái tàu từ đa từ mốc thom bán ao mà cái tàu tiền từ anh nhắc xem cái hãy ao cái gì tới ha hãy ao cái gì tới hai tao ăn vô bài tao đòi bọt đấy ăn bàn làng than xua anh thằng lúc gọi lúc bàn làng than xua ta mới tới anh ăn nó tới ao cái gì tới tới anh chơi la bàn làng than xua cái đây bông ôn à tới bọt than xua hưởng luôn dương ta hưởng bà giao dương ta đó bây dương ao xì đấy bà giao bọc kia bông ôn cha nào mà ô dương lẹt bóng bà giao bà dương bàn làng than xua lại ta ao cái gì dương à khỏa sắp ngay cái chia nhóm ta ọt thâm ọt sát na ọt đai từ bọt bông ôn nó bật trừ nhôm mơ tới bờ sôngได้ลูกเมียนคนน่ะทั่วลูกเมียนประโยชน์ต่อสังคมมาบางคนnhômหดมาปอนหดปรามร้อยอันไม่ใช่ไอ้มันติดเฮ้ยก็เมียนจังบ้านไอ้แต่มองหดคว้าเตยไปเลยมันได้บ้านกึศทายโยลอยนั่งแต่เธอไอ้ซอโอ้ขยมเนี่ยขอบอมโอ้ยประจานนามือเนี่ยเตยวัดต่างออกนี้ตาขนองดวงจัดไอ้บ่มเธอบอลล้างฐานซัวเมืองอันจังให้บ้านมาดอเตียเว้ยเนี่ยลากียัยทำมาจีอันคนยัยนั่งเตยแต่วัดได้เป็นจัดอะขวดดอลลาร์ชงอเนี่ยทัวไอ้จังไงยอมทำแบบเนี่ยทัวเต้เนี่ยศาสนาตากอดเตยวัดนั่งก็ดำใบครวนกอดได้จัดอ๋อมันดำใบเกเตบ้องปอนน่ะบ้องปอนสับไงฉลาดนะได้มันเห็นเธอเปิดกรอกปีปลุกประหยัดประหยัดทางเธอจังเตยประหยัดจอกหนัวอันนึงแกหายหล่อถนักเพียบแต่ก็มาเธอจังหยัดแหลกหนัวดอเป็นจังนะอัดเห็นเธอเตอันนั้นหล่อถนักเพียบดอเป็นยืงวิ่งอัดได้ละวัวไปเรื่องครวนไอ้บ่เธอเตยปากเกอันนั้นกึดมองบ่เธอเตยไปติ๊กครวนไอ้ติ๊กบ้านล้างทำสู้ก็หอยเธอมัดเอาจากเก็บบางจากใดศกอันนี้ละอแมนถนักเพียไอ้นี่ละอถนักเพียจัดนี่จัดเพียมองเพียจังเพียมันได้กึดครวนไอ้ที่บางคนเสียบตะเกมาทาเยื้องทำมันอัศสนาบางคนนะบ่าวเมียนมันนึกโดยเยื้องจังเฉินนะสังกุมดังหิปนาบางคนได้กึดครวนไอ้หาไอ้บ้านได้กึดครวนไอ้บางคนดังทาชีวิตนั่งขมิ้นไอ้เต้โดยโยกันโนเพกันโนจุงกันโนไอ้โยมากุมกันเรียนติ๊กเต้ตะกุดกันเรียนล้านตะกุดในล้านการชีวิตเบลดามาวิอัดเมียนปัลลังไอ้นักนงนังผองโดยเป็นจังจองยกชีวิตมวยนึงเต้ปมรามนุษย์มุนนึงคล้วนเลียจ่าโลกเต้เมียนตายสิกได้อันนักอโศกให้หนึ่งอัพอำเภอกระได้มาเบียดเบียนจนตนสาวตะปันนังจัดอบายเยอะจังบางคนจานามือจัดนังแมนจัดละโอโดยมนุษย์ได้เปรียบเอาเธอละโอนี่จัดละโอถนักเปรียบมองเปรียบจังบางคนนะเปรียบกรมท้าเปรียบหน้าก็ได้ขนมศาสนานาได้เกศัพแต่ในยัยท้าเปรียบต่างอ่อนนงเลี้ยบางพาประโยชน์จากล้วนได้ก็ได้บเยซูกิท้าชกางพองชกางกล้วนไอ้แต่ใบสิกได้ศกบันเนี่ยเดตจังอ่ะปัญกาปัดเดิมมันเปรียบเตมนุษย์เตปันได้ดอกเป็นเลือกละอเป็นตะกี้เลือกเธอจะเพียเธอจะใส่หึงเธอเพียบัดเธอกาปัดมันนึงอ่ะจัดนึงแกหายจัดเปรียบองปอนนะปปัดได้ปังเรียนมนุษย์ฮะเอาเมาอาบเลยนึงอ่ะเลี้ยบางประโยชน์ตัวล้วนแต่ใบสิกได้ซกระบาดเนี่ยเดตไม่เอาบางปอนนั่นมันนึกวิกดันอันบ่มบานอันมันเธอปปัดสรองอยู่บานมวยเลี้ยสิกได้ซกตัวล้วนแต่ใบสิกได้ซกระบาดเนี่ยเดตบนอัดได้กับเรื่องอันเนี่ยบางปอนจังบานปปัดโลกสำนักทับเลยแต่ซัวตัวเลยแต่รัวสักอ๋อปีปลัวมันนึกต่างอ้อแต่เมาสนับเมาไอ้ต่างอ้อคือสัตว์เรื่องอันต่างอ้ออับจังพัดไปอันนึงบางบอลจัดตกโดยมันนึกยนนะเกี่ยวกับหลักยืงเมาควันตกบังเหอเกี่ยสมและคันแต่ไม่ย่างอันการเมาสำหรับแต่บำรามันดูโลกเต้แต่สมเอามันนึกต่างอ้อเนี่ยแต่อันบังเหอนึงเมียนตำไหลเชื่อมนุษย์พองเมียนตำไหลเชื่อมนุษย์พองอาคลาการเมาอัดเมียนเธอไอ้ต่างอ้อจำแต่สมเกสีเปิดตกเกการเมาดาวพักเสียอะไรโลกบอชนาคงวบเกงวบไอให้มาสมยืงสีอัดเมียนตำไหลนะเนี่ยไอ้เนี่ยมันเมียนตำไหลเอาสีหายอันจองกำจัดเนี่ยไอ้เจงปีสังคมเทียดเฮ้กำจัดจังทะเลนรวดทะเลจ่ออันเนาะทะเลจ่อเอาแต่ไอ้เทียดปีสังคมดำใบเอาสังคมเดินอรัวบานอัดได้เกิดไปครูนไอ้ซ้อนนะโดยยมสายตัวเนี่ยมันเกเตลโฟนซัวใบเยอะนะแต่ดอกสรมดอกไอเกจังนะแต่ทะเลนรัวอันนั้นอะไรกรรมอันนั้นอะไรกรรมไม่ไหนนั่นอะไรกรรมหายนั่งโอ้บ้านไหมเต้เธอไม่เอาแต่สำรักบำนองเกเตอร์นะมนุษย์จังนะบางคนได้ชีมนุษย์เมียนตำไหลให้นั่งนะรู้เนื้อตามตำนาปิดบอทอมจิตตำนาปิดบอทอมจิตอันเมียนอันเนี่ยนะเอาได้นะแต่เยืองจะล้อมแต่เมียนอันโดยสาสเตะดังบ่เยืองเอาตอนวิปัสสนาดอละการน่าสเตะบ่เยืองไงวิปัสสนาดอปะธรรมะสัจจะที่บางคนคือดังดอโกนกะลาปะบางคนไปพบโลกอเล็กโซ
ពិភពលោកនឹងអត់មានពណ៌មានអីទាំងអស់អលេខ្សលបងប្អូនណាខ្ញុំធ្លាប់មិនទៅដល់ជ្រៅដល់ថ្នាក់នោះទេពេលខ្ញុំវិបស្សនាដំបងដៃចំមុខខ្ញុំតឹងទាំងពីរតឹងណាតឹងដកដង្ហើមអត់ចេញអត់ចូលហ្មងពេលណាខ្ញុំស្ទង់មកទៅដឹងខ្ញុំទ្រាំលែងចង់បានទេពីព្រោះអត់មានខ្យល់ដង្ហើមខ្ញុំចង់ដកតាមមាត់ណាព្រោះអីពីព្រោះខ្យល់ដង្ហើមវាអត់មានវាចូលតាមចំមុខរួចដល់ពេលខ្ញុំដឹងយូរខ្ញុំដឹងថាចំមុខខ្ញុំដឹងហ្មងថានឹងចំមុខខ្ញុំស្ទង់យូរទៅដឹងថាចំមុខមិនឃើញទេដឹងព្រោះអារម្មណ៍ត្រូវដូចគេយកដៃមកគោះចំមុខអញ្ចឹងដឹងថានឹងចំមុខអញ្ចឹងដឹងទៅចំមុខនឹងចាប់ដើមរីកធំដឹងទៅក្នុងដឹងទៅក្នុងដល់ចិត្តយើងតោងនឹងអាខាងក្នុងដឹងលែងតឹងចំមុខពួកដឹងថ្នាក់គ្រាប់ឈាមដឹងរីកដឹងពេញខ្លួនដឹងរាវក៏ក្លោកដល់ពេលដឹងយើងលែងតោងនឹងអាចំមុខរបស់យើងដល់ពេលអញ្ចឹងយើងដឹងខាងក្នុងបាត់តឹងចំមុខទៅអូយល់វិបស្សនាអញ្ចឹងដើម្បីឲ្យសតិដឹងរបស់យើងកាន់តែដឹងល្អិតទៅដឹងដល់គ្រាប់ឈាមចេះតែបំបែកទៅសាច់ជ្រូក1គីឡូយកមកកាត់ជា2យកកន្លះគីឡូមកកាត់ជា2យក2ខាំកន្លះមកកាត់ជា2កាត់រហូតដល់អាតូមទូចុងក្រោយបំផុតបំបែកមិនបានសតិដឹងរបស់យើងដឹងដល់កន្លែងនោះបរមត្តសច្ចៈទីបំផុតពិភពលោកគ្មានអញពិភពលោកគ្មានអញគឺជាអារម្មណ៍ព្រះនិព្វានបាននៅរស់នឹងអត់មានអារម្មណ៍ថាមានអញតែនឹងហើយដែលគេមកសួរព្រះសម្មាសម្ពុទ្ធថាព្រះអង្គស្លាប់ហើយកើតមកវិញអត់ព្រះអង្គប្រាប់ថាស្លាប់មានតែមនុស្សបឋិជនទេព្រះអរហន្តទាំងឡាយអស់អារម្មណ៍ថាមានអញស្លាប់អញបាត់តាំងពីនៅរស់ស្លាប់អញបាត់អញ្ចឹងបានពុទ្ធលោកសម្ដែងថាបែកធ្លាយខណ្ឌអត់មានស្លាប់ទេតថាគតរួចផុតពីសេចក្តីស្លាប់ហើយអត់មានតថាគតផងគឺតួខ្លួននឹងគឺជាដីទឹកភ្លើងខ្យល់ដល់ពេលយើងចាប់ដើមយល់ពីកន្លែងហ្នឹងហើយយើងរស់នៅស្របជាមួយនឹងធម្មជាតិសពថ្ងៃបងប្អូនចាប់ដើមពីអញចាប់ដើមពីមានអញមានព្រលឹងមានអត្តាធ្វើដើម្បីអញហើយធ្វើទុកឲ្យអញទៅជាតិក្រោយទៀតតែធម្មជាតិអត់មានអញអញ្ចឹងបានខ្ញុំនិយាយថាបងប្អូនដើរលើផ្លូវត្រូវលុះត្រាតែបងប្អូនចាប់ដើមយល់ត្រូវអំពីជីវិតជាមុនសិនជីវិតរបស់បងប្អូនជាទូទៅគឺមានអញតែជីវិតពិតដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងអត់មានអញទេយើងត្រូវរស់នៅក្នុងស្ថានភាពពិតរបស់យើងគឺយើងនៅមានអញប៉ុន្តែសូមបន្តដំណើរទៅរកអត់មានអញតែសពថ្ងៃបងប្អូនបន្តដំណើរទៅរកអញផងធ្វើបុណ្យសំទៅជាតិក្រោយទៀតខុសមកប្រទេសបងប្អូនខុសមកប្រទេសមិនខុសមកប្រទេសខុសមកពិភពលោកអ្នកដែលនៅឆ្ងាយពីធម៌នោះមានរូបរាងពីរយ៉ាងអាខ្លះនៅឆ្ងាយហ្មងមើលទៅឃើញតែឆ្ងាយហ្មងដូចពួកបណ្ឌិតពួកអីហ្នឹងរៀនបានសញ្ញាបត្រធំហ្នឹងមើលងាយធម៌ណាបងប្អូនវាអ្នករៀនធម៌អត់ជឿនលឿនទេពួកហ្នឹងរបាយស៊ីមិនបានទេបើស្នាជាចេញទៅធ្វើស្អីអត់ជឿនលឿនទេពួកអ្នកសាសនាពួកអ្នកធម៌ហ្នឹងណែនិយាយចឹងដល់ពេលអញ្ចឹងមិនបាច់ហៅវាមករៀនធម៌ទេមកទេសុទ្ធតែចេះអស់ហើយពួកបណ្ឌិតអស់ហ្នឹងអាហ្នឹងគេហៅឆ្ងាយពីធម៌យើងមើលទៅឃើញតែឆ្ងាយពីធម៌ហ្មងអាចឆ្ងាយពីធម៌មួយទៀតវែកនៅក្នុងឆ្នាំងហ្នឹងប៉ិនឆ្ងាយពីសឡអ្នកទេសនាធម៌ច្រើនណាស់ឆ្ងាយពីធម៌យាយបប្រតិបត្តិធម៌ច្រើនណាស់ឆ្ងាយពីធម៌កុំថាតែបប្រតិបត្តិបរិយ័តណោកន្លែងវិបស្សនាឆ្ងាយពីធម៌ទៀតសុទ្ធតែរឿងអញដល់ពេលអញ្ចឹងហើយបានខ្ញុំទើសបងប្អូនទើសតាំងពីនៅក្នុងវត្តទៅដល់កន្លែងវិបស្សនាទើសទៀតសត្វតែរឿងទៅដើម្បីអញទាំងអស់ទៅដើម្បីអញតែទៅដើម្បីអញហើយគឺខុសហើយបងប្អូនព្រះអនន្តព្រឹកនឹងអញត្រូវតែបានជាព្រះអរហន្តអញត្រូវតែជាព្រះអរហន្តស្អែកនឹងហើយគេសង្កេយនាធម៌អញត្រូវតែជាព្រះអរហន្តមានបានណាវាក្តោបអញដល់ពេលថាហើយអស់កម្លាំងណាស់មើលទៅមកយប់ទៅភ្លឺឲ្យមិនបានទៅណាទៅរកដេកមកផ្លែសិនម៉ែឲ្យអស់អញនៅពេលហ្នឹងរៀបដេកហ្នឹងព្រះអនន្តគឺជាងែងចងាងអរិយាបថទាំង4ហ្នឹងអត់មានអរិយាបថណាមួយដែលត្រូវនឹងព្រះអនន្តទេស្ទើរដេកស្ទើរឈរស្ទើរអង្គុយព្រះអនន្តខឹបទៅអញ្ចឹងបានតែហ្នឹងពីយប់មកសត្វអញយាយវិបស្សនាហ្នឹងអង្គុយរកអញរហូតកាលណាអញបានទៅពៀនថាវាអត់មានអញទេលែងអញហ្នឹងទៅលែងឲ្យស្មោះមែនតើហ្មងបងប្អូនក្នុងខ្លួនរបស់យើងអត់មានតួអញទេដូចម៉ូតូអញ្ចឹងអត់មានកន្លែងណាម៉ូតូទេដល់ពេលយើងវិបស្សនាដល់ជ្រៅទៅនៅសល់តែបញ្ញាក៏មិនយើងទៀតបញ្ញាគឺជាបទពិសោធន៍ដែលយើងរៀនសូត្រទៅសំទុកអាបញ្ញាហ្នឹងអ្នកបែងចែកដែលព្រះពុទ្ធលោកសម្ដែងថាចុងក្រោយសល់តែបញ្ញាវាដឹងថានេះប៊ីស្តុងដឹងថានេះប៊ូស៊ីដឹងថានេះកង់អត់មានតួអញទេដល់ពេលប៊ូស៊ីវាដើរតួនាទីរបស់វាប៊ូស៊ីទៅវាអត់ដឹងខ្លួនថាវាម៉ូតូទេថ្លើមវាដើរតួនាទីថ្លើមមកប្រមាត់ដើរតួនាទីប្រមាត់ទៅសួតអាហ្នឹងរូបដល់ពេលចិត្តហ្នឹងវាទៅធ្វើការជាមួយតិចទៅវាលឺទៅហើយបញ្ញាចេះតែដឹងវាទៅអត់មានអញទៅទេឆឹងក្នុងខ្លួនបំបែកឲ្យលេងអត់មានអញតែទេហ្មងដូចម៉ូតូទាំងមូលអញ្ចឹងប៊ូស៊ីគឺប៊ូស៊ីទៅប៊ីស្តុងគឺប៊ីស្តុងទៅពិភពលោកនឹងធម្មជាតិទាំងអស់គឺអញ្ចឹងទាំងអស់
សត្វគោក៏អញ្ចឹងសត្វក្របីក៏អញ្ចឹងអីក៏អញ្ចឹងដែលប្រពុតលោកសម្ដែងថាអនត្តាកូនក្នុងលោកនេះគ្មានតួអីជាតួខ្លួនវាដែលដើរតួម្នាក់វាទេវាផ្សំគ្នារួចបានវាធ្វើការកើតវាផ្សំគ្នាណាសួតប្រមាត់បេះដូងភ្នែកច្រមុះវាត្រូវនៅជុំគ្នាហើយមួយចិត្តនឹងវានៅជុំគ្នាបានវាធ្វើការកើតអត់មានព្រលឹងទេអ្នកត្រាស់ដឹងប្រាប់យើងដល់យើងពិសោធន៍ទៅអញ្ចឹងមែនដល់ពេលយល់កន្លែងនឹងងាកមកមើលពិភពលោកឃើញតែធ្វើបន់ទៅរកឋានសួគ៌ច្រឡំថាមានអញហ្នឹងអញ្ចឹងបានខ្ញុំថាអូពិភពលោកដេកដល់ពេលអញ្ចឹងបងប្អូនចង់បូជាជីវិតទៅដើម្បីបញ្យលគេដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សដែលពាល់ធម៌ត្រូវនៅមិនសុខទេនៅមិនសុខទេពួកដឹងការពិតមួយបើនៅសុខណាមនុស្សនឹងពាល់ធម៌មិនទាន់ត្រូវទេកន្លែងនឹងដឹងហ្មងសពថ្ងៃបងប្អូនលមាស់មាត់លមាស់កហ្នឹងហើយផ្សាយរត់យល់ប៉ុណ្ណឹងដូចមិនសប្បាយចិត្តនឹងរឿងប្រាប់គេទៀតខំប្រឹងទៅធ្វើការផ្សេងដើម្បីឲ្យបានលុយមកទិញទូទស្សន៍យកមកនិយាយប្រាប់គេទៀតនៅវាមិនសុខនៅវាមិនសុខទេបងប្អូនអ្នកពាល់ធម៌ត្រូវនៅមិនសុខគិតសពទៅតម្លៃរបស់យើងដែលរស់នៅលើផែនដីមិនបាច់ពីណាប្រាប់ទេកំណត់ដោយខ្លួនឯងដឹងហ្មងថាលុះត្រាតែបុគ្គលនឹងមិនមែនជាបុគ្គលដែលស៊ីដេកធ្វើប្រយោជន៍សម្រាប់ផែនដីមុននឹងខ្លួនឯងស្លាប់ទៅត្រង់នឹងហើយដែលជាតម្លៃពិតរបស់មនុស្សហើយតែពេលងាប់ទៅហើយបងប្អូនខ្ញុំសឹងប្រើពាក្យថាកុំដាក់កន្លែងណាឲ្យចង្រៃគេបើសិនណាជាអាចដុតកវត្តចោលទៅនឹងទឹកទលេហ្មងណាកុំថាទៅទុកកន្លែងណាមកដុំអីទៅដាក់កន្លែងដីវាថ្លៃនៅពេញអីដីវាធំពេក1.4 ម៉ែត្រជ្រុងក៏ស្ដាយដីដែរព្រោះពេញវាថ្លៃបាចកវត្តចោលហ្មងទៅយើងពិតប្រកបទៅគឺនៅក្នុងអង់គ្លេសគេហៅ spirit នៅក្នុងសតិសម្បញ្ញៈរបស់មនុស្សអានោះយើងពិតប្រកបតម្លៃរបស់យើងពិតប្រកបវាមិនមែននៅលើកោតមាសវាមិនមែនទៅលើឆ្អឹងមកកញ្ចប់ដែលគេដាក់កន្លែងហ្នឹងថានឹងខំវាសនានេះព្រះអង្គនោះមិនមែនទេយើងពិតប្រកបណាស់គឺជាតម្លៃមួយដែលជាប់នៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូបដែលយើងបានធ្វើអីហើយវានៅជាប់ក្នុងអារម្មណ៍គេនោះអានោះហើយជាយើងពិតប្រកបអាត្រង់ហ្នឹងហើយដែលខ្ញុំបដិសេធឲ្យរឿងទៅធ្វើបុណ្យទៅធ្វើអីឲ្យម្ដាយនៅពេលដែលម្ដាយស្លាប់ទៅនិយាយពីម្ដាយខ្ញុំនៅរស់បងប្អូនស្មាតទោសមនុស្សស្រីបង្រើម្ដាយខ្ញុំមិនស្មើខ្ញុំផងបងប្អូនខ្ញុំជូតខ្ញុំលៀងព្រោះម៉ែខ្ញុំ 4-5 ឆ្នាំដើររួចនៅលើក្រែទាំងដៃទាំងជើងសងខាងមកកម្រើកអត់រួចទេអត់ងាករួចតែហ្មងដល់ពេលអញ្ចឹងខ្ញុំលៀងសពកលៀតកន្លោះទាំងអស់មុននឹងគាត់ស្លាប់គ្រាន់តែគាត់ស្លាប់ភ្លាមមកបងប្អូននិយាយពីវាអស់កម្លាំងពេកមុនគាត់ស្លាប់ប្រហែលថ្ងៃគាត់ធ្វើទុកខ្លាំងយើងមានបានដេកណាគ្រាន់តែថាគាត់ស្លាប់ហើយភ្លាមគេរកខ្ញុំកោសក់សឹងមិនទាន់និយាយពីដេកបះដៃបះជើងបងប្អូនអត់បានដេកប្រហែលថ្ងៃហើយដេកបះដៃបះជើងមកធ្វើពិធីឲ្យម្ដាយប្រគប់កិច្ចតែថ្ងៃបុណ្យសពនឹងត្មងគេកោសក់កោអីហើយចាប់ពីថ្ងៃនោះមកយកតែរូបថតម៉ែមកស្លឹកមកដល់ផ្ទះនឹងមិនដែលទៅបុណ្យបាំងស្គលឲ្យម្ដាយទៅស្អីទៅអត់ថាអត់ត្មងពីព្រោះខ្ញុំដឹងថាម្ដាយគឺចប់ហើយច្បាស់ហើយគឺចប់ហើយម្ដាយខ្ញុំពិតប្រកបទេគឺអ្វីដែលគាត់បានធ្លាប់ធ្វើចំពោះខ្ញុំគុណបំណាច់ដែលគាត់បានធ្វើចំពោះខ្ញុំរួចហើយវានៅជាប់ក្នុងបេះដូងខ្ញុំទៅណាគ្រប់ពេលខ្ញុំយកម្ដាយខ្ញុំទៅគ្រប់ពេលទាំងអស់នោះគឺជាតម្លៃពិតប្រកបរបស់ម្ដាយខ្ញុំដល់ពេលអ្នកផ្សេងវិញខ្ញុំឃើញពេលដែលអត់មានបុណ្យសាសនាដូចជាពិធីបាំងស្គលមួយឆ្នាំម្ដងឲ្យម៉ែហ្នឹងអូលខិចលខឹកស្មាទោះដេកធ្វើគ្នារាល់ថ្ងៃមិនដែលនឹកឃើញម៉ែអីបន្តិចសបាយកូនចៅវាដល់តែថ្ងៃដែលត្រូវធ្វើបុណ្យហ្នឹងគេទៅដល់ពេលឯងអត់ទៅគេថាកូនអកតញ្ញូអញថាអញម៉ែនៅគ្រប់ពេលបងប្អូនជួនកាលគ្រាន់តែឈានជើងចូលកប៉ាល់ហោះភ្លាមទឹកភ្នែកជ្រោកមកនឹកឃើញម្ដាយម៉ែគាត់ចង់ជីកប៉ាល់ហោះណាស់ប៉ុន្តែយើងក្រជូនគាត់ជីកប៉ាល់ហោះអត់បានដល់ពេលយើងជីកប៉ាល់ហោះទៅវិញទៅមកថែមទាំងនាំអ្នកដទៃ4-10-20នាក់ជីកប៉ាល់ហោះដោយសារលុយយើងទៀតដល់ពេលអញ្ចឹងគ្រាន់តែដាក់ក្តាប់ដល់កប៉ាល់ហោះភ្លាមមកបងប្អូនទឹកភ្នែកជ្រោកលួចយំម្នាក់ឯងម្ដាយមាននៅក្នុងដួងចិត្តគ្រប់ពេលទាំងអស់អញ្ចឹងបានខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាបើបងប្អូនស្លាប់ទៅណាកូនរបស់បងប្អូនណាមួយឆ្នាំវាតែធ្វើបុណ្យឲ្យបងប្អូនម្ដងរួចហើយនឹងកូនមួយទៀតទុកបងប្អូនក្នុងដួងចិត្តគ្រប់ពេលបងប្អូនយកកូនមួយណាបងប្អូនពិចារណាមើលអាមួយមិនដែលគិតម៉ែសោះហើយដើរទៅធ្វើគ្នាឯណាតាមចិត្តមិនឯលមួនស្រាប់តែដល់ពេលមួយឆ្នាំទៅធ្វើបុណ្យឲ្យម៉ែម្ដងអូគេស្រឡាញ់ម៉ែណាកូនមួយទៀតណាបានចំណៃឆ្ងាញ់គ្រាន់តែហូបភ្លាមលើកដាក់ដល់មាត់ទៅទឹកភ្នែកជ្រោកមកនឹកឃើញដល់ម្ដាយគ្រប់ពេលរហូតដល់ខ្លួនស្លាប់បងប្អូនពិចារណាមើលតើកូនណាមួយដែលដឹងគុណម្ដាយច្រើនជាងរួចហើយមិនដែលប្រព្រឹត្តអំពើអាក្រក់ទេដោយដឹងពីបំណងរបស់ម្ដាយថាម្ដាយកាលនៅរស់គាត់មិនដែលចង់ឲ្យកូនអាក្រក់ទេដូច្នេះមិនត្រូវដើរផ្លូវអាក្រក់ទេបើដើរផ្លូវអាក្រក់ដូចជាយើងមិនគោរពម្ដាយអញ្ចឹង
មិនដើរផ្លូវអាក្រក់ទេបងប្អូនណាខ្ញុំអស់កម្លាំងម្ដងខ្ញុំធុញនឹងប្រជាប្រដ្ឋខ្មែរខ្ញុំចង់ដេកខ្ញុំធុញពេកនិយាយ10នាមបានណាតែខ្ញុំនឹកឃើញដល់ម៉ែខ្ញុំភ្លាមហ្នឹងខ្ញុំនឹកឃើញថាម៉ែគាត់បង្កើតកូនមកទម្លាក់លើផែនដីបើខ្ញុំធ្វើអញ្ចឹងហាក់បីដូចជាបថោកឈាមរបស់អ្នកម្ដាយធ្វើអញ្ចឹងដូចជាអត់គោរពគុណធម៌របស់ម៉ែអញ្ចឹងដល់ពេលអញ្ចឹងងើបបើធ្វើទៀតទេបងប្អូនមនុស្សមនសិការប្រាប់អញ្ចឹងដល់ពេលគេវិញគេយកទៅពិធីជាធំមួយឆ្នាំម្ដងតាំងទៅហើយគេធ្វើបាំងស្គលបាំងអីមិនស្រួលបន់ឲ្យម៉ែជួយទៀតហើយគេថាគេនឹងគោរពម៉ែណាស់បងប្អូនហើយត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាមិនចាំបាច់ព្រះសម្មាសម្ពុទ្ធប្រាប់ថាអ្នកតម្លៃរបស់មនុស្សនៅត្រង់ណាទេបងប្អូនខ្ញុំគិតឃើញដោយខ្លួនឯងរួចហើយខ្ញុំមានហេតុផលដើម្បីគាំពៀការវាយតម្លៃរបស់ខ្ញុំហើយបើពីណាចង់សួរដេញដល់មកសួរខ្ញុំថាហេតុអីបានខំវាសនាឯងហ៊ាននិយាយថាកូនមួយដែលធ្វើបុណ្យតាមពិធីសាសនាយូរម្ដងហើយនឹងកូនមួយទៀតដែលរក្សាម្ដាយទុកក្នុងផ្លូវចិត្តរហូតដល់តាំងចិត្តមិនប្រព្រឹត្តអំពើអាក្រក់ថានោះគឺជាការគោរពម្ដាយឪពុកពិតប្រាកដមិនធ្វើអាក្រក់ជាដាច់ខាតពីព្រោះនឹកឃើញម្ដាយថាម្ដាយមិនដែលចង់ឲ្យកូនអាក្រក់ទេបើស្នាជាយើងធ្វើអញ្ចឹងម្ដាយយើងនៅរស់ក៏គាត់ស្ដីឲ្យយើងដែរគាត់មិនចង់ឲ្យយើងធ្វើអញ្ចឹងទេឥឡូវគាត់ស្លាប់បាត់ទៅហើយពេលណាយើងធ្វើអញ្ចឹងយើងត្រូវដឹងថាបំណងម្ដាយយើងមិនឲ្យយើងធ្វើអញ្ចឹងទេយើងធ្វើអត់កើតយើងងើបធ្វើទៀតអានឹងគឺជាការគោរពម្ដាយបងប្អូនហៅមកសួរពីណាប្រឆាំងឡើងមកសួរខ្ញុំថាហេតុអីបានខ្ញុំគិតអញ្ចឹងមនុស្សបងប្អូនគិតយូរទៅវារកឃើញអាភាពត្រឹមត្រូវសុក្រិតរបស់មនុស្សអាត្រង់ចំណុចហ្នឹងដែលខ្ញុំហ៊ានវិនិច្ឆ័យថាតើស្អីជាមនុស្សពិតប្រាកដតើស្អីជាម៉ែខ្ញុំពិតប្រាកដបើស្លាប់ទៅសូន្យតើម៉ែនៅត្រង់ណាម៉ែនៅត្រង់ខាងកាលពីគាត់នៅរស់គាត់ផ្ដល់អីឲ្យខ្ញុំខ្លះឲ្យខ្ញុំមានការចងចាំអានោះជាម៉ែខ្ញុំដូចគ្នាជាមួយនឹងខ្ញុំតើស្អីជាខ្ញុំពិតប្រាកដអ្វីដែលខ្ញុំបានធ្វើសម្រាប់កូនចៅសម្រាប់មនុស្សជំនាន់ក្រោយរបស់ខ្ញុំហើយពេលខ្ញុំស្លាប់ទៅមិនបាច់ទុកទេធាតុអីនឹងមិនបាច់ទុកទេនាំចង្ងាយផែនដីបើខ្ញុំកប់ខ្មោចខ្ញុំក្នុងដួងចិត្តរបស់ប្រជាប្រដ្ឋខ្មែរមិនបានទេមិនបាច់រកកន្លែងកប់ទេបងប្អូនមិនបាច់កប់ទេបើខ្មោចរបស់ខ្ញុំមិនត្រូវបានកប់ក្នុងបេះដូងរបស់ប្រជាប្រដ្ឋខ្មែរមិនបាច់រកកន្លែងកប់ខ្ញុំទេនាំមកចង្រៃវាអត់មែនខ្ញុំបងប្អូនឆ្អឹងនឹងដៃទឹកលើខ្យល់នឹងឲ្យវាដាក់ក្រោមដើមឈើឲ្យដើមឈើបឺតអស់ទៅតើបងប្អូននឹកឃើញដល់ខ្ញុំគឺបងប្អូននឹកឃើញនៅអ្វីដែលខ្ញុំបានធ្វើអានោះឲ្យខ្ញុំដូចគ្នាជាមួយនឹងប្រជាប្រដ្ឋខ្មែរដទៃទៀតបងប្អូនគិតមើលពីជីវិតរបស់បងប្អូនមកតើស្អីជាបងប្អូនចុះបើបងប្អូនស៊ីដេករួចងាត់លើផែនដីវិញបងប្អូនអានោះពលរដ្ឋនៃប្រទេសណាដែលកើតមកសបោតែពលរដ្ឋអញ្ចឹងអត់បានរស់ស្រួលទៅទៀតសុំតែមករស់ស្រួលអត់បានរស់ស្រួលទៀតបានតែទៅធ្វើកញ្ចះរបស់គេយើងគិតថាអើយអញមិនបាច់គិតអាណាគិតតែធ្វើម៉េចឲ្យខ្លួនអញបានស្រួលចោះតម្លៃរបស់អញនៅត្រឹមប៉ុណ្ណឹងវាមិនបានស្រួលទៀតបានតែធ្វើកញ្ចះរបស់គេខ្ញុំសុំចាប់ដំណំគ្រាចង្ក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណ